Sốt đây nàng ở kia và công một càn cô bray talk show nên khiêm của chén cái chỉ hot สำหรับ episode นี้ផងដែរហើយយើងក៏មានភៀវកិត្តិយសចូលរួម3រូបដែលជាស្រីស្អាតប្រចាំកូបរ៉េតរបស់យើងមានបងពីបោខ្ញុំជីងសែនខ្ញុំយូរ៉ាចាហើយ episode របស់យើងថ្ងៃនេះផងដែរគឺយើងមានការឧបត្ថម្ភធំដោយដាយ៉ងអូខេអញ្ចឹងគោលបំណងនៃ talk show របស់យើងថ្ងៃនេះគឺយើងអបអរសាទរទៅដល់ទិវាសិននារីអន្តរជាតិអញ្ចឹងហើយគឺយើងមានភ្ញៀវកិត្តិយសសិតតែជាមនុស្សស្រីទាំងអស់គ្នាអូខេអញ្ចឹងប្រធានបទសម្រាប់ talk show របស់យើងគឺតាក់ទងជាមួយនឹងស្ត្រីនិងការងារអូខេហើយយើងក៏មាន2 episode ទៀតដែរដែលប្រធានបទយើងសូមលាក់សិនអូខេសួស្តីបងសួស្តីចាញ៉ាំបាយមិញឆ្ងាញ់ទេបងឆ្ងាញ់មកឆ្អែតមកតំហឹងអូមកតំហឹងឡើងងុយគេងហ្មងឯងចាអញ្ចឹងមកខ្ញុំបានប្រាប់ថាគោលបំណងយើងគឺនិយាយអំពីទិវាអបអរសាទរទិវាសិននារីចឹងណាចង់សួរបងថាបងគិតយ៉ាងណាដែរចំពោះទិវាសិននារីអន្តរជាតិសម្រាប់ខ្ញុំទិវាសិននារីជាថ្ងៃដែលនារីសប្បាយចិត្តជាងគេមួយចឹងបានការអីមែនហ្នឹងហើយទៅមានអារម្មណ៍ថាថ្ងៃហ្នឹង special សម្រាប់យើងចឹងណាមួយឆ្នាំវាម្ដងចូលសម្រាប់បងគិតថាវាដូចរងថ្ងៃតែគ្រាន់ថាថ្ងៃហ្នឹងពិសេសដូចជា key message ទៅទាំងអស់គ្នាថាមានថ្ងៃសម្រាប់សិទ្ធិនារីអញ្ចឹងណាចាហ្នឹងហើយចំយូរ៉ាវិញគាត់និយាយហៅឲ្យខ្ញុំដឹងតែថាសម្រាប់ខ្ញុំគិតថាយើងរំលឹកដល់សមិទ្ធផលដែលយើងទាមទារសិទ្ធិសេរីភាពបានចឹងគិតថាហ្នឹងជាដោយថារំលឹកយើងថាយើងមានសិទ្ធិសេរីភាពក្នុងការស្មើភាពរវាងមនុស្សស្រីហើយមនុស្សប្រុសណែវ៉ាវអូខេតែតាមទៅមនុស្សស្រីមិនមានសិទ្ធិតែមួយថ្ងៃហ្នឹងឯងត្រូវអត់បងគេមានសិទ្ធិរាល់ថ្ងៃមនុស្សស្រីតវ៉ារាល់ថ្ងៃហ្នឹងអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ទៅចែកវែកញែកទៅតមួយប្រធានបទយើងស្ត្រីនិងការងារអញ្ចឹងណាចង់សួរបងថាជីវិតធ្វើការរាល់ថ្ងៃមិនដែរហត់នឿយមានសម្ពាធឬក៏សប្បាយរីករាយអញ្ចឹងថាហត់ក៏ហត់តែ along way ហ្នឹងវាមានសុបាយមានអីមកជាមួយអញ្ចឹងណាហើយបើយើងនៅផ្ទះក៏យើងដឹងធ្វើអីដដែលអញ្ចឹងយើងមកធ្វើការទៅអូខេត្រូវបងធ្វើការបានលុយហ្នឹងហើយសំខាន់លុយទៀតគិតថាមកធ្វើការមួយយ៉ាងនេះវាបានប្រាក់ខែសម្រាប់ខ្លួនឯងអញ្ចឹងណាអញ្ចឹងទៅយើងអត់បាច់ពឹងណាគេហើយមកធ្វើការក៏សប្បាយចិត្តមួយយ៉ាងស្គាល់គេស្គាល់ឯងច្រើននេះមាន bestie ចឹងយូរ៉ាវិញសម្រាប់ខ្ញុំស្គាល់ហ្មងគិតថាកាំងយ៉ាងហើយដូចជាអត់មានបញ្ហាអីទេប៉ុន្តែវាជាដូចថាជាអីមួយដែលខ្ញុំមានកម្លាំងចិត្តរស់នៅប្រចាំថ្ងៃចាដោយសារយើងអាចហៅលុយខ្លួនឯងបានចាអូខេតែចង់សួរបង start ធ្វើការងារតាំងពីនៅរៀនឬក៏រៀនបណ្ដាធ្វើការបដាសម្រាប់ខ្ញុំរៀនចប់ហើយខ្ញុំធ្វើការចាហ្នឹងហើយតែការងារដំបូងវិញធ្វើគេខ្ញុំធ្វើ passenger service វ៉ាវចុះបងសែនវិញបងរៀនចប់ហើយបានធ្វើការដែរចាតែការងារដំបូងវិញការងារដំបូងបងគឺត្រូវ major ហ្មង graphic design អូខេបងចឹងយូរ៉ាសម្រាប់ខ្ញុំវិញខុសពីពួកគាត់សម្រាប់ខ្ញុំវិញចូលរៀនបដាធ្វើការបដាហើយខ្ញុំធ្វើការតាំងពីឆ្នាំទី1អូខេរៀនយូរដែរហ្នឹងហើយតែមានសម្ពាធឯពេលធ្វើការបដាហ៊ានបដាចឹងវាសម្ពាធដែរដោយសារយើងនៅក្មេងយើងអត់ស្អីដឹងអីចឹងគេប្រែអីចឹងយើង ER តាមនឹងចឹងណាហើយណាមួយពេលហ្នឹងខ្ញុំចាំដឹងចាំលឺច្រើនចឹងខ្ញុំសប្បាយចិត្តនឹងធ្វើការធម្មតាចឹងហ្នឹងហើយតែពេលហ្នឹងធ្វើការជា part timeដោយសារយើងការ part time ធ្វើអ្នកគិតលុយធ្វើអីចឹងនៅតាមហាងសភៅអីចឹងចាអូខេចង់គិតទៅមកធ្វើការមួយឆ្នាំអីបងខ្ញុំចាប់ដើមចាប់ពីពាក់កណ្ដាលឆ្នាំ2019ចាចង់វា5 6ឆ្នាំហីចាបង8ឆ្នាំហី8ឆ្នាំចប់ចាចូលតាំងរៀនចប់ចូលធ្វើការហ្មងសម្រាប់ខ្ញុំវិញដូចជាអត់ច្បាស់ឆ្នាំទេឆ្នាំទី1វាអាចថា2017ហ្នឹងហើយចាំមកដល់ឥឡូវ8ឆ្នាំដែរអូចាតែគាត់ថាគ្នា part time ខ្លះ full time ខ្លះអញ្ចឹងណាចាអូខេចង់នៅពេលដែលបងប្រឡូកក្នុងវិស័យការងារបានច្រើនអញ្ចឹង
បងស្វែងរកខ្លួនឯងធ្វើម៉េចនៅស្វែងរកខ្លួនឯងនៅកន្លែងការងារអញ្ចឹងណាយើងរកឃើញថាយើងចូលចិត្តការងារហ្នឹងអីចឹងណាផ្លាស់ប្ដូរច្រើនបានច្រើនឯងបង បើខ្ញុំកន្លែងការងារផ្លាស់ប្ដូរច្រើនតែគាត់ថា position ហ្នឹងអត់សូវផ្លាស់ប្ដូរច្រើនខ្លាំងហ្មងទេតែគាត់ថាបើគិតមកដល់ឥឡូវការងារដែលខ្ញុំធ្វើអត់ហ្នឹងខ្ញុំពេញចិត្តដែរ ចា ខ្ញុំស្រឡាញ់ position ការងារដែលខ្ញុំធ្វើហ្នឹងចាំបើខ្ញុំបន្តធ្វើរហូតចឹងណា ចា គាត់ថារកខ្លួនឯងឃើញអត់វាគាត់ថាវាអត់តាន់ដល់អីដែលគាត់ថា 100% ត្រូវហ្មងណា ហ្នឹងហើយ តែគាត់ថាប្រហែលជាយើង keep going សិនហើយ along the way ហ្នឹងយើងនៅតែបន្តស្វែងរកអីដែរមើលទៅយើងចង់ធ្វើអីមួយប្រកាសសម្រាប់ថ្ងៃក្រោយទៀតទៅអនាគតទៅតែខ្ញុំអត់ដឹងថាមិនដែរ គេឡងថ្ងៃក្រោយណាគាត់មិនចង់បើក business ខ្លួនឯងចា អត់ដឹង ចាចុះបងសែន បងការងារនេះបងពេញចិត្តហើយការឡើងធ្វើការបងចាស់បងអាចស្គាល់គេច្រើនហើយ ចា និយាយថាការងារទី1ក៏បានដែរដល់ពេលអញ្ចឹងទៅវាថ្មីច្រើនណាពេលអញ្ចឹងវាសប្បាយយ៉ាងដែរ ចា ហើយដល់ពេលមកខាងមួយខាងនេះទៀតវាហត់ថាប្លែកជាងមុនតិច ហ្នឹងហើយ environment ខុសគ្នាតែសប្បាយ ខុសគ្នាការងារក៏រៀងប្លែកគ្នាអញ្ចឹងទៅបងកាន់តែយល់ថាការងារហ្នឹងអូខេចូលចិត្ត ចាអូខេ សម្រាប់ខ្ញុំគិតថាតំរកខ្លួនឯងប្រហែលជាឆ្នាំមុនហ្នឹងយើងចាប់ដើមធ្វើការនេះហ្នឹងទៅយើងចាប់ដើមដឹងថាខ្លួនឯងហ្នឹងចូលចិត្តបែបការងាររបៀបមានឆ្នៃប្រឌិតមានយើងធ្វើអីសាក់អីថ្មីអីចឹងណាចឹងគិតថាតំរកឃើញឆ្នាំមុនហ្នឹង ចាប៉ុន្តែមីរ៉ា complete មីរ៉ាហ៊ាន graphic designer តាំងដើមមកមិនបាន អត់ទេដំបូងចូលមកខ្ញុំធ្វើខាងកាត់លុយបដានិយាយទៅយើងអាចចំ graphic ភ្លាមទេពេលយើងចូលដំបូង ប៉ុន្តែពេលហ៊ាន graphic designer ចាហ្នឹងហើយប៉ុន្តែយើងចូលដំបូងយើងអត់ធ្វើខាងយើងធ្វើទឹកថាខាងកាត់លុយខាងបោះជូតខាងអីចឹងក៏ពេចប៉ុកតិចតួចយូរទៅចាប់ដើមយើងចាប់ដើមមាន CV យើងកាំងពីសាលាមកចឹងណាបានយើងចាប់ដើមតម្លាក់ CV ទៅបានទៅតាមហ្នឹងទៅទៅចាប់ដើមពីក្រៅ so proud of you ចាប់ដើមពី graphic ហ្នឹងប្រហែលដូចជាឆ្នាំទី3ប្រហែលពី2020ហ្នឹងហើយពី2020ចាប់ដើមដែរ ហ្នឹង និយាយថានិយាយយូរទៅស្ងួតកត់ ចាតោះឈាមមួយសិនណាចឹងឈា អត់ឈឺចឹងមិនពងពៀ ឆ្ងាញ់ឯងបង អូខេចឹងយើងតទៅសំណួរយើងវិញចឹងវិញធ្វើការរងថ្ងៃការងារយើងមកធ្វើការ8ម៉ោងហើយយើងនៅមានការងារនៅផ្ទះនៅអីជីវិតយើងជាមនុស្សស្រីយើងត្រូវមានការងារនៅផ្ទះអីច្រើនទៀតចឹងបងឯងធ្វើមិនឲ្យអារវាងការងារយើងនៅកន្លែងធ្វើការងារយើងនៅផ្ទះឬក៏ទំនួលខុសត្រូវជាមួយអ្នកផ្ទះចឹងណាឲ្យវាសមភាពគ្នាមើលទៅយើងកុំឲ្យលំអៀងទៅការងារនៅកន្លែងធ្វើការពេកការងារនៅផ្ទះច្រើនពេកអីចឹងណា បងចឹងបងគិតថាវាអត់អីដែរចង់និយាយថាសំខាន់ធម្មតាខ្លួនយើងគេដឹងខ្លួនឯងថាមានពេលខ្លះត្រូវការសម្រាប់ខ្លួនឯងអ្នកទេហើយអញ្ចឹងណាយើងអាចបែងចែកច្បាស់ដោយសារធម្មតាការងារធម្មតាធ្វើការនៅ8ម៉ោងឯមួយថ្ងៃអញ្ចឹងយើងអាចមានពេលច្រើនហើយសារទឹកនេះទៀត ហ្នឹងហើយ ចាប់ពីការងារទៅយើងមានពេលសម្រាប់គ្រួសារនិងខ្លួនឯងហើយអាចសារទឹកអាចនៅមួយគ្រួសារបានច្រើន ហ្នឹងអូខេបងចុះបងពណ៌វិញ ខ្ញុំគាត់ថាធ្វើការអនឡាញវារៀង balance ដែរតែថាយើងមានពេលសម្រាប់ធ្វើការយើងមានពេលសម្រាប់ខ្លួនឯងចឹងណា ចា តែបើថាបើសម្រាប់គ្រួសារអត់សូវមានទេដោយសារខ្ញុំនៅឆ្ងាយពីអ្នកផ្ទះ ចា អញ្ចឹងតើតាមានបុណ្យទានឬក៏ថ្ងៃឈប់អីជាប់នេះថ្ងៃច្រើនមកខ្ញុំបាន spend ជាមួយកាហ្នឹងហើយ spend ជាមួយគ្រួសារខ្ញុំអញ្ចឹងណាតែនៅនេះបើមានពេលវេលាទៅនេះហ្នឹងគឺសម្រាប់ខ្លួនឯងហើយ ហ្នឹងហើយភាគច្រើនសម្រាប់ខ្លួនឯងចាបានទៅជីមទៅអីចឹង ហ្នឹងហើយដើម្បីស្អាតស្អាត ដូចបងសែនឡើយទៅជីមដែរជិះយូរដែរវិញ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំអត់ទាន់បែងចែកបានល្អទេរាល់ថ្ងៃខ្ញុំកំពុងតែព្យាយាមធ្វើមិនបែងចែកវាច្បាស់ហើយដោយសារដូចថាយើងដូច focus លើការងារច្រើនពេកខ្ញុំអត់មានពេលជួបជុំជាមួយអ្នកទេហើយចឹងណា ចា៎ ចឹងខ្ញុំគិតថាខ្ញុំត្រូវខ្ញុំដឹងខ្លួនដែរថាខ្លួនឯងបែងចែកអត់ទាន់បានល្អទេណាប៉ុន្តែ
យើងព្យាយាមរកពេលដល់តែវាអត់សមមាត្រ អត់សមមាត្រគ្នា វាអត់តាន់ត្រូវតែអរគុណដល់ពួកគាត់ដែរគាត់នៅចាំយើងស្វាគមន៍យើងគឺតក់យើងធម្មតាអញ្ចឹងណាអញ្ចឹងឥឡូវហ្នឹងឯងខ្ញុំមកតន់ធ្វើបានល្អតែព្យាយាមធ្វើណា ហ្នឹងហើយតែមានដែររបៀបថាឲ្យអតិភិបទៅការងារច្រើនជាងឬក៏ពួកគាត់ច្រើនជាង សម្រាប់ប្រហែលហ្នឹងគឺលើការងារច្រើនជាង ការងារច្រើនជាង ចូលដល់ 70% 80% អ្នកផ្ទះអីគឺអាស្រ័យបាន ចុះសាទៅដែរ តែ ដូចឥឡូវហ្នឹងយើងធ្វើការនៅគោកព្រៃមិន full time ត្រូវតែខ្ញុំទទួលការងារក្រៅពី TikTok គេធ្វើជា freelance ទៀតចាអូខេ ដោយសារការងារគេសួរហ្នឹងវាការងារល្អដែរចឹងចាំទទួល ចង់លឿនច្រើន ខ្ញុំហ្នឹងឲ្យចង់លេងច្រើន ចង់និយាយទៅគេប្រឡូកខ្លាំងហ្មងហ្នឹង ធ្វើតយើងនៅក្មេងនៅមានកម្លាំងហើយលុយបានតិចចិនស្គាល់ឲ្យថ្មី ចានិយាយទៅគេរកលុយហ្មងតាំងនៅរៀន ខ្ញុំស្អាតទៅចិត្តចាយលុយ តែកុំនិយាយលុយអត់សាលទេណា អនឡាញរៀងញឹកដែរ ហើយបើរហូតដល់យើងគិតខ្លួនឯងចឹងហើយ ចាបង ឲ្យកដោខ្លួនឯងខ្លះណា ហ្នឹងហើយ ខ្ញុំតិចរៀងឲ្យលើចឹងតុបផងចឹង អីមានអីបងស្អីយើងពេលខ្លះយើងត្រូវការអា self care ហ្នឹងបានច្រើនចឹងណា like ឲ្យផ្លូវចិត្តយើងល្អដែរកុំឲ្យវា stress តែរឿងការងារចឹងណា ហើយ វិណាឲ្យខ្លួនឯងច្រើនពេកគេមើលទៅលើលំសុំមកខ្សែមួយទៀតដូចបែងមានគ្រួសារចឹងណា ហាក់ឯគ្រួសារ បែងមានគ្រួសារ ដល់ហើយ បែងមានគ្រួសារចឹងlike បែងចែកការងារឬក៏តំណែងនៅជាមួយគ្រួសារទៅពិបាកអីបង បើបងប្រៀបធៀបពេលនៅលីវឥឡូវនេះជាអត់តាន់វាផ្លាស់ប្ដូរខ្លាំងណា ចា ទៅអាចនិយាយថាដោយសារបងនៅមួយម៉ាក់ដល់ពេលអញ្ចឹងមិនថាបងនៅតែ2នាក់ទៅវិញអញ្ចឹង ចា ទៅดูខុសត្រូវឲ្យដល់សូវខ្ពស់ជាងមុនទេតែគាត់ថាអាចទៅមុខទៀតអត់ច្បាស់ដែរអញ្ចឹងណា ហ្នឹងហើយ ដល់ពេលអញ្ចឹងបងគិតថាការងារវាអត់សូវខុសគ្នាច្រើនទេ ហ្នឹងហើយអត់សូវ affect ទៅការងារគ្រួសារដែរចា ពេលអញ្ចឹងបងគិតថាអត់តាន់កត់សម្គាល់ថាវាខុសគ្នាច្រើន ចាបងប៉ុន្តែមិនបានបងខ້ອຍការឲ្យនៅតែបន្តការធ្វើការងារដែរធម្មតាមនុស្សស្រីយើងបើសិនជាគេការហើយអញ្ចឹងអ្នកខ្លះគេឈប់ភ្លាមឲ្យត្រូវអត់បងអ្នកខ្លះគេឈប់ឲ្យ តែ គាត់ ឈប់ទៅណា គេឈប់នៅផ្ទះធ្វើជាស្ត្រីនៅផ្ទះអីចឹងណាអេយើងមើលរឿងឬ តែ ក៏ នៅអាចភាគច្រើនមកពីគាត់មានកូនមានអីចឹងណា ហ្នឹងហើយតែអ្នកខ្លះឈប់តាំងពីអត់ទាន់មានកូ តែ ន មកគាត់នឹងអត់មានតែពេលខ្លះគាត់មាន business អីចឹងទៅ ចាពេលខ្លះគេផ្លាស់ប្ដូរទៅ start របៀបថា business ចឹងទៅគេបាននៅផ្ទះធ្វើការងារផ្ទះជាស្ត្រីមេផ្ទះអីចឹងអាហ្នឹង បើសម្រាប់បងវិញបើថាឲ្យបងឈប់នៅផ្ទះក៏បងនឹងធ្វើអីដែរព្រោះឯណាមួយយើងត្រឡប់ធ្វើការចេញបាត់ចឹងណា ហ្នឹងហើយ ហើយមួយទៀតវារឿងហេរ៉ាញ់វត្ថុនឹងដែរវាអាចដល់ពេលយើងឈប់ទៅវាអស់ចំណូលមួយចឹងណា ហ្នឹងហើយ ចឹងវាស្ដាយដែរតែគាត់ថាឥឡូវវាអត់តន់មានអីយើងត្រូវទៅខុសត្រូវច្រើនចឹងយើងអាចធ្វើបាន ចា តែគាត់ថាបើទៅមុខយើងមានកូនតូចមានអីអាហ្នឹងយើងគិតផ្សេងទៀត អូខេបងហ្នឹងហើយបើសិនជាមានកូនពេលខ្លះនិស្ស័យអាចផ្លាស់ប្ដូរទៅ បងស្គាល់ភាគច្រើនហ្មងបើថា 100% ចង់ 80% ហើយ ចា ហ្នឹងបើថាគាត់នៅតែមានកូនណាគាត់មកធ្វើការទៀតនឹងថាខាងអរិយវត្ថុគាត់ត្រូវការខ្លាំង ត្រូវការខ្លាំងចា បាត់ម្នាក់ទៅបាត់ចំណូលរៀងគូស្តង់ ហ្នឹង ចង់ ហើយ ពាក់កណ្ដាល ហ្នឹងហើយ ហ្នឹង ចាំ ហើយ ថាខាងគ្រួសារខ្លាំងគាត់រៀងធូរធារទៅគាត់អាចនៅមើលកូនអញ្ចឹង ចា ហ្នឹង ប៉ុន្តែពេលខ្លះបើសិនជាមកធ្វើការទាំងពីរផងហើយមានកូនទៀតពេលខ្លះយើងមើលថែកូនអត់សូវបានដិតដល់អញ្ចឹងណាហ្នឹងហើយចឹងវារៀងពិបាកដែរយីទៅនៅស្រីយើងពេលខ្លះអ្នកខ្លះមើលមកដូចធម្មតាប៉ុន្តែក៏វិតទៅនោះខុសត្រូវគឺច្រើនចាច្រើនមែនតើជាពិសេសពេលមានគ្រួសារហើយ ហ្នឹង ចឹងបាច់មានគ្រូ ហើយណាមានទៅ មានណាហៅតន់ឃើញអត់ អត់ទេគេត្រូវមានគូទាំងអស់គ្នាអ្នកអត់គូចឹង ខ្ញុំកាន់កូនខ្មោច អូខេចឹងមួយទៀតបងហងៃធ្វើជា AE ចឹងតើមានចំណុចអីគេដែលបងឆ្លាញ់ពីការងារហ្នឹង តែខ្ញុំស្លាញ់គេយើងបានចេញទៅក្រៅឲ្យជួបមនុស្សច្រើន ចា ពេលដែលយើងជួបមនុស្សច្រើនយើងហ៊ានពីគាត់វិញចឹងណាមនុស្សម្នាក់ៗគាត់មាន
បើពិសោធន៍ខុសៗគ្នាជួនកាលយើងទៅជួបគាត់ចឹងទៅយើងអត់ expect ថានឹងបានអីពីគាត់ប៉ុន្តែជួនកាលគាត់ sharing មកយើងអញ្ចឹងណាចេះយើង learn អីថ្មីៗពីគាត់ហ្នឹងហើយហ្នឹងជាអីមួយដែលខ្ញុំចាប់អារម្មណ៍ទៅលើ position ហ្នឹងអញ្ចឹងណាចាតែនឹងដោយសារម៉ែបកកាយនិយាយដែរបើសិនដូចខ្ញុំអីអត់សូវចេះនិយាយចឹងវាមានអារម្មណ៍ថាដូចមិនទេយើងមិនសូវចេះ ជួបខ្ញុំនិយាយច្រើនចឹងអត់ បើខ្ញុំនាំនិយាយ អត់ទេបងប្អូនបកកាយនិយាយចា កាយនិយាយអត់ប្រយោជន៍ ចូលបងសាយមើលម៉ែធ្វើ graphic designer បងធ្វើ graphic បងគិតថាបន្លាញ់ការងារហ្នឹងដោយសារយើងបាន explore អីថ្មីច្រើន ចា ហ្នឹងហើយអាចវាអាចបំបែកទៅមុខច្រើនទៀតចឹងមានអីផ្សេងទៀតអញ្ចឹងណា ចាតែម៉ែពេលធ្វើចឹងធាប់អីវាហៅនឹក idea ចឹងអី ធ្លាប់គាត់ថាវាមានតែគាត់ថា idea វាចេះចឹងនិយាយតែណាស្រ័យយើងចេះតែមានតែគាត់ថាពេលខ្លះគឺ stress ខ្លាំងគឺនៅមួយកន្លែងហ្នឹងហ្មង ចា ចឹងតទៅហៅអ្នកខ្លះជួយអីចឹងអាចសួរ idea អ្នកធ្វើការឬក៏មិត្តភ័ក្តិអីចឹងណា ចា តែវានៅតែមាន តែពេលបាញ់គៀងទៅបាញ់ជួយចិត្តធ្វើអីគេ ហ្នឹង កែឈប់ធ្វើហ្មង កាអង្គុយលេងហ្គេមមកចាអង្គុយលេងហ្គេម អត់ទេមែនតាបងពេលខ្លះ មែនដែរខ្ញុំមិនមែនថាមិនគៀងអត់មានធ្វើអីគៀងនិយាយតាមគេ អត់ទេកែទៅឈប់ធ្វើការមកផ្លែចឹងទៅចាំប្រកស្អាតចាំមកធ្វើវិញអញ្ចឹង ចា មានពេលខ្លះ មែន អូខេ យូរដែរចឹងដែរអត់ថប់កាំង idea អី អាហ្នឹងមានករណីតែទៅថាយើង stress ពេកយើងឈប់ធ្វើហ្មងផ្អាកចោលសិន ផ្អាកចោលដែរ នៅមកស្ទុះនៅក្រៅរបៀបថាយើងនៅក្រៅពីកុំព្យូទ័រមកស្ទុះសិនចាំយើងត្រឡប់មកវិញធ្វើសារឡើងវិញអញ្ចឹង ហ្នឹងហើយអូខេតែធ្វើហេតុអីបានចូលចិត្តចង់ធ្វើ graphic designer ថាមិនម្ដង មិនបានចង់ហ៊ាន graphic designer ចឹង តាមពិតដំបូងឡើយពេលយើងចាប់ទី12ហ្នឹងអត់តាន់ឃើញចម្លើយទេប៉ុន្តែដោយសារដើរសួរគេសួរបងអញ្ចឹងណាហើយសួរថាកន្លងមកឃើញខ្ញុំហ្នឹងមិនដែរអញ្ចឹងណាសួរគាត់គាត់ថាគាត់ថាខ្ញុំប្រហែលជាចូលចិត្តខាង design សាកទៅរៀនមើលគាត់ថាមិនដែរអញ្ចឹងណាហើយតែពេលខ្ញុំសាកទៅរៀនទៅឃើញថាអូខេត្រូវ ចូលចិត្ត នេះគេសាកត្រូវ ចា ត្រូវ សាកត្រូវ ទៅក្រោយទៅចប់គេ ហ្នឹងហើយចុះមកសាយដល់មិនបានម៉ែចង់ធ្វើ graphic ដែរចឹង បើបងមើលដំបូងបងមានបងប្រុសគាត់ធ្វើខាងហ្នឹង អូ ដល់ពេលអញ្ចឹងកាលនៅទីទឹករបៀបគាត់ចេះតែប្រាប់របៀបកុំព្យូទ័រនៅមាននៅផ្ទះអញ្ចឹងណា ចា គាត់ចេះតែបរៀនតិចតួច Photoshop អីអញ្ចឹងណា ចា៎ ហើយបងមានអារម្មណ៍ថាបងចាប់បាននិយាយទៅចេះតែកាត់លេងកាត់អីអញ្ចឹងណា ចា ហើយដល់ពេលរួចហើយដល់ពេលចប់ទី12អញ្ចឹងបងឃើញអាប្រកាសគេថាហៅរូបករណ៍ អូ ក៏មានថាមានអីខ្លះអញ្ចឹងទៅហើយបងក៏សាក់ដាក់លេងទៅហើយក៏ជាប់ទៅ ជាប់ ជាប់អញ្ចឹងក៏ចាប់ផ្ដើមបរិយាខ្លួនឯងរៀនអញ្ចឹងទៅមានអារម្មណ៍ថាអូខេអាចធ្វើបានអញ្ចឹងណា អូខេបង ហ្នឹងហើយ ចាតែកាលពេលរៀននោះពិបាកអីធម្មតាគេគិតថារៀន graphic designer ហ្នឹងសម្រាប់តាមមនុស្សប្រុសអីចឹងមនុស្សស្រីរៀនទៅដូចវារៀងអញញ៉ៃស្មុកស្មាញច្រើនអីចឹងណាតែបងគិតចឹងអត់ បើបងដាក់មានគិតអញ្ចឹងផងតែគាត់ថាមែនតែនទៅមែនពេលជំនាន់បងរៀនហ្នឹងអត់សូវមានស្រីទេ ចា មានដូចជាតាមបងចាំដូចមានតែ3នាក់4នាក់ហ្នឹងហើយ ហ្នឹងហើយនិយាយទៅរបៀបដូច IT ចឹងហ្នឹងហ្នឹងហើយ តែបងគិតថាអាចអ្នកខ្លះគាត់អត់សូវស្គាល់វិញ ចា ថាភិកច្រើនដល់ឯងដឹងហ្នឹង ហ្នឹងហើយ ស្រីភិកច្រើនរៀនគណនេយ្យអីអញ្ចឹង ហ្នឹងហើយរៀន ហើយ កា ពេលខ្លះគាត់អត់ដឹងថា major ហ្នឹងទៅរៀនទៅធ្វើអីគេពេលខ្លះគាត់អត់យល់ថាអា major ហ្នឹងចេញមកធ្វើអីគេខ្លាចទៅរបៀបថាដូចធ្វើទៅមានតែប្រុសអីអញ្ចឹងណា ខ្ញុំទៅជំនាញហ្នឹងពេលជាភាសាខ្មែរមិនមែនចំអីគេក្រៅ ហ្នឹងហើយ ហើយជា វាតាមសាលាដែរ នៅសាលា បើសាលាបងកនូសាកនិគម ហ្នឹងហើយចាំគាត់ថារៀនកណ្ដូល ចា អញ្ចឹង ចា ហ្នឹងហើយគាត់ថាវាមានដែរតែគាត់ថាវាមិន specific លើកនូខ្លាំងហ្មងអត់ដូចចិត្តកម្មអីអញ្ចឹងណា ចា អញ្ចឹងអាចពេលខ្លះគាត់អត់សូវយល់ពីអា major ហ្នឹង ហ្នឹងហើយប៉ុន្តែ អាចគាត់គិតខុសអីអញ្ចឹង ហ្នឹងហើយការចំណុចម៉ែអត់សូវទេដល់ពេលដល់ឥឡូវគឺរៀងទលំទលាយ ច្រើនមែនតើ ចាឃើញគេភាគច្រើនចាប់អារម្មណ៍ទៅរៀនខាងនឹងច្រើនដោយសារគេគិតថាទីផ្សារធ្វើ graphic designer នឹងរៀងច្រើនណា ហ្នឹងហើយ ទាំងផុសទាំងស្រីទៅរៀនបានច្រើន ឥឡូវច្រើនស្មើគ្នាដល់ស្អីต้องផុស ហ្នឹងហើយដូចឥឡូវ IT អីក៏សម្បូរដែរស្រីចា ស្អីច្រើនដែរ ស្រីច្រើនដែរមួយយ៉ាងដែរតា តែមកយកថាប្រហែលជាអាការផ្សាយ social media អីហ្នឹងវាទលំទលាយ ទលំទលាយចា ពួកគាត់ដឹងច្រើន ហ្នឹងហើយ ថាមែនតាបែរថាការងារហ្នឹងបានតែប្រុសៗដូច IT កាលមុន
cứ phò vềแล้วมีใส่มีไอ้จังá ហ្នឹងហើយចុះចំណំnhiều ra hiện mịchដែរ Cho nó nhấp đất sấy trơn. ស្អីចង់តមកចំណំnhiều sấy នៅ nó ពេល tới បង cho មួយ nó យូរ៉ាអាចខុសច្រើនចំនួនណាប៉ុន្តែចំនួនទីម៉េច đập pì 12បង6ต้อง អូ 6ចំនួន 6ជំនាន់ចង់តដល់ជំនាន់nhiều raស្អីច្រើនហើយហ្នឹងហើយអូខេបងចឹងសម្រាប់ការធ្វើការងារវិញជាមនុស្សស្រីនៅក្នុង environment ការងារហ្នឹងមិនដែរបងគេដាក់សម្ពាធលើយើងជាមនុស្សស្រីច្រើនឬក៏វាថាគេរៀងបច្ចេកបច្ចាយើងជាមនុស្សស្រីនៅកន្លែងការងារមិនធំជួបប្រទេសចឹងឯង ដូចអត់សូវដែរតាំងពីចូលធ្វើការមកគេ treat ស្មើគ្នាអញ្ចឹងណា ចា ហើយជាយើងមកដល់ចំណុចមួយដែលសង្គមគាត់យល់ដឹងដែរពីការឲ្យសិទ្ធិនៅផងនឹងមនុស្សស្រីស្មើគ្នាអញ្ចឹងណាអញ្ចឹងពេលធ្វើការទោះបីយើងធ្វើការកន្លែងណាដែរចេញទៅក្រៅក៏ដោយវាទៅពេលច្រើនឥឡូវហ្នឹងទៅគឺមានគេឲ្យតម្លៃយើងដែរ ហ្នឹងហើយចង់បងសែនមិនដែរបងកន្លែងការងារបងមុន កន្លែងមុនក៏ដូចជាអត់អីដែរស្មើសិទ្ធគ្នាដូចគ្នាចឹងថាព្រោះធ្វើអីយើងធ្វើនឹងដែរតែគាត់ថាពេលខ្លះគាត់ប្រើថាយើងដែរឬថាយើងមនុស្សស្រីអញ្ចឹងមាន event មានអីអញ្ចឹងគាត់យកចិត្តទុកដាក់អីអញ្ចឹងណា ចាគេឲ្យ យកធ្វើអីគាត់ឲ្យយើងមកមុនអញ្ចឹងទៅ ចាគេឲ្យតម្លៃទៅលើមនុស្សស្រី ភាពផងអញ្ចឹង ចឹងយូរ៉ាមិនដែរ សម្រាប់ខ្ញុំវិញដូចពួកបងដែរកន្លងមកធ្វើការដូចជាអត់មានបញ្ហាតាក់ទងនឹងសិទ្ធិស្ត្រីយើងធ្វើការទៅមានភាពស្មើគ្នាចឹងណាចឹងវាស្រួលដែរប៉ុន្តែវាមានករណីខ្លះដូចថាយើងស្រីចឹងគេរៀងលើកជាងចឹងណាចឹងវាបែរដែរ អូខេមួយទៀតតើបាយធ្វើការងារហ្នឹងចំណុចអីគេតែវាថាញ៉ាំងអារម្មណ៍យើងចង់មកងើបពីដេកមកចង់មកធ្វើការរងថ្ងៃអីចឹងណា លុយ តែសារលុយ លុយ ហ្នឹង យើ ហើ ង យ ដេកថាបានលុយយើងឡើងមក ចាហ្នឹងហើយយ៉ាបានលុយអត់បានអីទៅទិញ skin care ហាត់ប្រាណ 10ប្រាក់ខែ ថ្ងៃបើប្រាក់ខែពេលដែលងើបមកអូយស្រស់ស្រាយហ្មងអីចឹងចា គ្រីទាំងអស់មានចម្លើយ គ្ គ្រី រីអត់ចង់ថាមួយទៀត environment ចា environment នៅកន្លែងធ្វើការ ចា នៅណែសបាយ សប្បាយ អញ្ចឹងរបៀបការងារ stress មិនពេលខ្លះបានអ្នកធ្វើការឲ្យញ៉ាំងឲ្យសប្បាយអញ្ចឹងណា ចា ពេលអញ្ចឹងវាអត់ស្អីដែរត្រូវអត់ពីពូ ត្រូវបងត្រូវ ចឹងថ្ងៃណាអាណាគាត់ទៅទេចឹងហ្នឹងបើចង់ឃើញ environment បែបអញ្ចឹងនៅកន្លែងធ្វើការផ្សេងអីឬក៏ចង់ឲ្យមនុស្សស្រីយើងវាថាទៅធ្វើការតែកន្លែងដែលគេ treated ស្មើគ្នាអញ្ចឹងណា យើងទៅកន្លែងណាដែលគេឲ្យតម្លៃយើង ចា អញ្ចឹងដល់ពេលយើងធ្វើការអារម្មណ៍យើងអស់ការងារយើងក៏ទលូន ចាហើយយើងបានលុយទៀត យើងសប្បាយចិត្តយើងសប្បាយចិត្តធ្វើការចឹងអញ្ចឹង ចាពេលខ្លះមិនប្រកាសថាយើងទ្រាំនៅដើម្បីលុយទេត្រូវអត់ហើយពេលខ្លះយើងក៏ហៅកន្លែងដើម្បីឲ្យគេមើលតម្លៃបាទចាអូខេបងអញ្ចឹងជាចុងក្រោយចង់ឲ្យបងមានជាសារពាក្យពេចន៍អីទៅកាន់មនុស្សស្រីទាំងឡាយអញ្ចឹងណាដើម្បីយើងជាការអបអរសាទរដល់ទិវាសិនរីផងដែរ ហ្នឹងហើយសម្រាប់ខ្ញុំមានអីច្រើនទេគ្រាន់ថាចង់ឲ្យមនុស្សស្រីទាំងអស់កុំមើលងាយសមត្ថភាពខ្លួនឯងពេលខ្លះទោះបីបើនៅជុំវិញមជ្ឈដ្ឋានខ្លួនឯងដាក់សម្ពាធឲ្យយើងថាយើងជាភេទតុនខ្សោយអញ្ចឹងកុំកិនអញ្ចឹងព្រោះអីយើងរឹងមាំជាងអីដែលយើងកិនហើយបើសិនជាយើងមានគោលបំណងអីមួយបើយើងខិតខំយើងនឹងបានសម្រេច ហ្នឹងហើយចាំបងសែន សម្រាប់បងក៏អត់ខុសពីពណ៌ដែរវាថាចង់លើកទឹកចិត្តគាត់វាថាកុំឲ្យខ្លាចគេនិយាយពេកពេលខ្លះធ្វើនេះអត់បានធ្វើនោះអត់បានកុំសូវស្ដាប់សម្ដីគេពេកសំខាន់យើងខ្លួនឯងមានកន្លះចិត្តធ្វើអញ្ចឹងហើយបងគាត់ថាបើសិនមនុស្សស្រីអាចធ្វើអីដែលគេគ្រប់គ្នាធ្វើអត់សូវបានឬមួយក៏ដូចមនុស្សប្រុសបងគាត់ថាគាត់ប្រកាសជាបានការលើកទឹកចិត្តហត់តែខ្លាំង និយាយទៅយើងគេធ្វើបានយើងក៏ធ្វើបាន ហ្នឹងហើយ យើងធ្វើបានល្អជាងគេ ហ្នឹងហើយយេបងកុំនិយាយទៅអាហ្នឹងដូចកុំចូលចិត្តប្រៀបធៀបខ្លួនឯងអញ្ចឹង ហ្នឹងហើយ យូរ៉ា សម្រាប់ខ្ញុំវិញស្តៀងដែរប៉ុន្តែខ្ញុំចង់ថែមពាក្យពេចន៍អីតិចតួចគឺខ្ញុំគិតថានិស្ស័យយើងត្រូវតខ្លួនទីប៉ង់ខ្លួនទៅណាយើងត្រូវតែច្បាស់ថាយើងមានកោចំហច្បាស់លាស់ចឹងណាយើងត្រូវមានហិរញ្ញវត្ថុយើងត្រូវធ្វើការងារអីហើយការងារណាដែលថាយើងត្រូវច្បាស់ថាយើងធ្វើបានចឹង
ហើយត្រូវមានចំណេះអីដែរកន្លែងហ្នឹងគឺសំខាន់យើងអាចចង់និយាយថាចាក់ទោះបីជានៅយើងនៅក្នុងបរិបត្តិជុំវិញខ្លួនដែរពីថាគេអាចឲ្យយើងប៉ឹងបានណាប៉ុន្តែក៏យ៉ាងម៉េចក៏ដោយយើងត្រូវប៉ឹងខ្លួនឯងដែរយើងត្រូវច្បាស់ថាយើងមានគោលចំហច្បាស់ហ្នឹងហើយ យូរដែរនិយាយដូចម៉ាក់ខ្ញុំចឹងម៉ាក់ខ្ញុំក៏ប្រាប់ខ្ញុំចឹងដែរ មែនតែជាពិសេសរឿងលុយកាក់ ហ្នឹងហើ លុ យ យកាក់នៅស្រីយើងត្រូវតែផឹងហងមានលុយកាក់ លុយកាក់ហ្នឹងយើងមិនអាចពឹងទៅលើគេបាន ហ្នឹងហើយ មួយជីវិតទេ តែប៉ឹងលើគេនិយាយដើមយើងទៀត ទៀត ចាអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះមកដល់ចប់ហើយយើងក៏មានតែប៉ុណ្ណឹងដែរសម្រាប់អេពីសូតហ្នឹងហើយយើងក៏មានអេពីសូត2ដែលអ្នកទាំងអស់គ្នានឹងអាចមើលនៅយើងនឹងផុសនៅក្នុងពេលឆាប់ៗនេះអញ្ចឹងកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នាផងដែរចាសូមអរគុណបាទ